một vốn dân ho nơi khang krau khôn ní nhóm ní cứ chỉ dân ho rồi bỏ cái này khang trướng đại pilot bỏ cái này khang trướng phi luôn tamเลยอาการหมอกันก็ได้ขังตะบงลูกน้องชนะมาปอนบุญโรย87นี่มันอ้อยมือมันฮ้อนอูอันนี้ทงเปรย์นี่ทายมือตรงจิตบ่กระไรนี่คือนัดคือตรงจิตบ่กระไรอันยนฮ้อนนี้មានឈ្មោះថា J6 ផលិតដោយប្រទេសចិនយកគំរូតាមយន្តហោះមិច19របស់សហភាពសូវៀតនេះយន្តហោះនេះទូចដែរទេ pilot ដែលរត់ភៀសខ្លួនមកកាន់កូរ៉េខាងត្បូងដោយយន្តហោះនេះមុនដំបូងយោធារបស់កូរ៉េខាងត្បូងក៏មានការរៀបរៀងដែរក៏ប៉ុន្តែឲ្យទៅវិញហើយអត់ទៅបើទៅវិញងាប់បដែលហើយនឹងហើយសុំសិទ្ធិជ្រកកោននៅកូរ៉េខាងត្បូងហ្មងទៅនេះហើយយន្តហោះដែល pilot នឹងរត់ភៀសខ្លួនហ្នឹងគឺគេយកមកតាំងបង្ហាញនេះគេទៅស្អីចឹងខ្ញុំថាតាមគេទៅស្អីទេ យន្តហោះនេះសេរីចាស់ដែរឥឡូវលែងមានហើយយន្តហោះប្រភេទហ្នឹងហើយមិនមែនមានតែយន្តហោះហ្នឹងទេនេះយន្តហោះមានយន្តហោះរត់ពាសដែករត់ក្រោះហើយនឹងមីស៊ីលណាអានេះធំហើយនិយាយពីយន្តហោះវិញបច្ចុប្បន្ននេះកូរ៉េយន្តហោះទំនើបមែនទែនកូរ៉េអាចផលិតយន្តហោះចម្បាំងខ្លួនឯងយន្តទំនើបស៊េរីអនេះចំនួនទី5ហើយប្រើប្រាស់សិទ្ធិយន្តហោះរបស់សហរដ្ឋអាមេរិកដូចជា S35 ជាដើមសិទ្ធិស៊េរីចុងក្រោយស៊េរីចំនួនទី5ហើយនេះមើលមីស៊ីលយានបាញ់មីស៊ីលជើងទម្របាញ់មីស៊ីលតាំងពីចំនួនមុនគឺគេអត់ប្រើឡានដូចឥឡូវទេគឺមានតែជើងទម្រជាប្រភេទនេះក៏ប៉ុន្តែឥឡូវគឺគេប្រើឡានដឹកហើយខាងនោះគឺយានបាញ់យន្តហោះបាញ់ធំពេជ្ជៈនេះមានគ្រាប់រ៉ុកែតឬអីអានេះកំភ្លើងធំបងប្អូនកំភ្លើងធំនេះគឺគេដកចេញពីនាវាយកមកតាំងទេដោយសារតែនាវាធំពេកដូច្នេះហើយដកពីនាវាយកមកដាក់ត្រឹមមកកំភ្លើងធំនេះហើយទស្សនាអូជនជាតិកូរ៉េគេនាំកូនចៅគេមករៀនសូត្រទេបងប្អូនចឹងហ្នឹងកូរ៉េនេះហើយមកគ្រាប់រ៉ុកែតនេះអូថេហាន់មិនគុកបោះកូរ៉េដែកដែកស្មានតែជួបងប្អូនឃើញអត់នេះយន្តហោះយោធាបោះកូរ៉េបងប្អូនអានេះយន្តហោះពិតទេដល់ពេលចូលនិវត្តន៍មកគេដាក់យកមកតាំងបង្ហាញមើលស្លាបមើលនេះធំហ៎កន្លែងនេះកន្លែងទឹកអ៊ីនធឺណិតនេះធំអានេះកន្លែងនេះសារមន្ទីរតាំងគ្រឿងសព្វាវុធចាស់ដែលចូលនិវត្តន៍ទៅគេយកមកតាំងបង្ហាញនៅទីនេះហើយមើលរថក្រោះអូយដែកសុតហ្មងនេះដែកសុតនោះគឺចូលមើលប្រជាជនកូរ៉េមកច្រើនមែនតើឬព្រមមានច្រើនប្រភេទច្រើនសេរីមែនតើណាអានេះនឹងហៅម៉ាប់អីធំមួយច្រវាក់លក់អេបចាអីអត់ទោះនេះឲ្យចូលមកកណ្ដុងរថក្រោះនេះមានឈ្មោះថា M107 ជួយ175មីលីម៉ែត្រផលិតដោយសហរដ្ឋអាមេរិកមកបងមើលកណ្ដុងធំមែនទែនហ្មងអូឆ្ងាយបាញ់មកប៊ូឆ្ងាយនេះមើលកណ្ដុងអូដកឆ្ងាយមើលឆ្ងាយចុះចានេះអ្នកណាស្គាល់អានេះកំភ្លើងធំមើលកណ្ដុងកង់ហើយមើលកង់បែកអស់អត់មានអ្នកណាមកប៉ះដូរសោះកង់
កណ្ដុងធំណាស់អានេះបាញ់មិនដឹងจะបាញ់បានជាងាយប្រហែលគីឡូម៉ែត្រទេកងឌុបទៀតពីមួកង់8អានេះកណ្ដុងក៏មិនទូចដែរអានេះធំណាស់អានេះខាងក្នុងដឹកដាក់នឹកបានប្រហែលនេះឯងបងប្អូនមកយូរធំមែនទែនហ្មងមើលដកនេះអានេះឈ្មោះHK9 HK9 Korean ធំមែនទែនហ្មងនេះយន្តហោះនៅខាងក្រោយខ្ញុំនេះគឺជាយន្តហោះដែលផលិតដោយសហរដ្ឋអាមេរិកមានឈ្មោះថា F4 តាំងពីចំនួន S4C ឥឡូវអាមេរិកផលិតដល់ F22 S35 ហ្នឹងអានេះនៅ F4 ឡើយផលិតដោយសហរដ្ឋអាមេរិកមានកៅអី pilot 2បងប្អូនខ្ញុំមកមើលហើយមើលគ្រាប់ខាងក្រោមធំមែនតើកៅអី2អានេះកៅអី pilot 2ហើយមើលគ្រាប់ម៉ែគ្រាប់នេះមិនចេះទូចតម្លាក់មួយគឺខាងភូមិដល់កគ្រាប់អានេះយន្តហោះតាំងពីជំនាន់ S4 ផងប៉ុណ្ណឹងហើយចុះទ្រាំ S35 S22 នៅពេលបច្ចុប្បន្នទេមិនដឹងជាយ៉ាងណាទៅទំនើបយ៉ាងណាទៅហើយនេះមើលអូនេះចាទុកចុយយ៉ាល់ហើយអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូកុំភ្លេចជួយ share ចែកចម្លែកម្នាក់មួយផងនៅវីដេអូក្រោយៗខ្ញុំនឹងទៅថតទស្សនវិជ្ជានៅកន្លែងដែលគេបញ្ចុះសពយុទ្ធជនដែលពាក់លីក្នុងការធ្វើសង្គ្រាមកូរ៉េនៅក្នុងឆ្នាំ1950ដល់ឆ្នាំ1953ឲ្យបងប្អូនទស្សនាកន្លែងសារមន្ទីរនេះប្រៀបដូចជាមួយខាងសារមន្ទីរមួយខាងទៀតដូចជាវិមានឈ្នះអញ្ចឹងវិមានដែលគេទទួលបានជ័យជំនះក្នុងសង្គ្រាមណាហើយទល់មុខហ្នឹងគឺជាកន្លែងធ្វើការរបស់រដ្ឋក្នុងធំទូលាយមែនតើអរគុណបាយបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតកុំភ្លេចជួយ share ចាញ់បែប